ជួយឲ្យឧទាហរណ៍ពី scam របៀបបោក online បន្តិចមកឧទាហរណ៍គេផ្សាយអំពីរកការងារឲ្យមនុស្សធ្វើគេដាក់ថាហាងយើងខ្ញុំបម្រើសេវាកម្មដើម្បីនឹងចោះឈ្មោះមនុស្សទៅធ្វើការនៅកូរ៉េនៅជប៉ុននៅអារ៉ាប់នៅអ៊ីស្រាអែលនៅរុស្ស៊ីនៅអឺរ៉ុបនៅអាមេរិកបេក្ខជនដែលចង់ទៅធ្វើការអាចមកជួបយើងខ្ញុំបានការិយាល័យរកការងារឲ្យមនុស្សនៅបរទេសដល់ពេលចូលទៅជួបគេឲ្យកំណត់គេថាទៅអាមេរិកមនុស្សស្រីឬមនុស្សប្រុសចាប់ពីអាយុ18ឆ្នាំឡើងទៅតែគ្មានគ្រួសារគ្មានកូនចំណេះដឹងគេថាប៉ុណ្ណេះប៉ុណ្ណោះចឹងគេធ្វើជារបៀបគេស្អាតមានការិយាល័យអីស្អាតណាក៏ប៉ុន្តែនៅពេលដែលគេរើសមនុស្សហ្នឹងគេរើសយកស្រីមួយចំនួនប្រុសមួយចំនួនគេមានថតប៉ាសពតគេមានធ្វើលិខិតឆ្លងដែនអីធម្មតាអញ្ចឹងដល់ថ្ងៃគេឲ្យឡើងយន្តហោះដែលយន្តហោះហ្នឹងគេប្រាប់ថាទៅជួបគ្នាជួបជុំគ្នាដើម្បីបញ្ជូនមនុស្សទៅអឺរ៉ុបប៉ុន្តែត្រូវទៅហាត់2សប្តាហ៍សិននៅប៉ាគីស្ថានឬក៏ហាត់2សប្តាហ៍សិននៅប្រទេសណាមួយហើយនឹងអាចឈានជើងទៅធ្វើការនៅប្រទេសនោះដល់ប៉ាគីស្ថានឬទៅដល់ប្រទេសណាមួយហ្នឹងពេលយើងចុះទៅហ្នឹងគេយកយើងទៅដីសន្តាគារគេយកប៉ាសពតយើងទុកដើម្បីរក្សាសុវត្ថិភាពគេជប់ឲ្យប៉ាសពតយើងយកឡើងគេឲ្យយើងស៊ីបាយហើយគេចាប់យើងផ្ទះពី3កំភ្លៀងឬក៏អូសដៃចូលឡានគេយកស្រីហ្នឹងទៅបម្រើផ្លូវភេទក្នុងឧស្សាហកម្មផ្លូវភេទពណ៌ប្រផេះឬពណ៌ខ្មៅគេក៏យកប្រុសហ្នឹងគេឲ្យឡើងឡានទៅខ្លះមួយចំនួនដែលចេះភាសាអង់គ្លេសគេឲ្យទៅធ្វើជា scam operator ទៅមួយចំនួនទៀតគេឲ្យទៅធ្វើកិច្ចការដែលធ្វើបានមួយចំនួនទៀតនៅសល់គេឲ្យទៅធ្វើទេសចរនៅក្នុងនាវានេសាទបន្ទាប់មកគេឲ្យមនុស្សខ្លះបញ្ចេញវីដេអូដោយគេប្រើ background នៅប្រទេសនេះប្រទេសនោះដើម្បីផ្សាយហើយឲ្យតាក់ទងមកបណ្ដាញពុកវិញផ្ញើលុយឲ្យបន្តិចបន្តួចថាខ្ញុំបានទៅដល់ហើយឲ្យម៉ែឯងជួយប្រាប់អ្នកជិតខាងពួកម៉ាក់ខ្ញុំផងឈ្មោះអាសេងឈ្មោះអាមេងឈ្មោះអាកុងថាខ្ញុំមកដល់អាមេរិកហើយចែមួយដើម្បីជាផុសតាងឲ្យម្ដាយពុកយកទៅអួតប្រាប់អ្នកដទៃហ្នឹងឮសូរថាជនហ្នឹងបានការងារធ្វើក្រុមហ៊ុនហ្នឹងក៏ទៅដាក់ពាក្យទៅទៀតក្នុងរឿងដដែលហ្នឹងជួនកាលគេយកមនុស្សទៅវះយកកលៀនជួនកាលគេបោកយកទៅវះយកកលៀនក៏ជា scammer ដែរ